ពុជាសម្រាប់ចុះបញ្ជីផលិតផលជាតិសំខាន់ៗចំនួន4ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI ជាផ្លូវការអបអរសាទរប្រទេសកម្ពុជាបានបន្តពង្រឹងអត្តសញ្ញាណផលិតផលជាតិដោយបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI ជាផ្លូវការលើផលិតផលសក្តានុពល4មុខបន្ថែមទៀតនេះបើយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី27ខែមេសាឆ្នាំ2026ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាកាលពីថ្ងៃទី3ខែមេសាឆ្នាំ2026ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនៅផលិតផលសក្តានុពលចំនួន4មុខបន្ថែមទៀតជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលជាជំហានសំខាន់នៅក្នុងការជំរុញព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករនិងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគតផលទាំង4នោះរួមមាន1សូត្រមាសភ្នំស្រុកផលិតផលសិប្បកម្មត្បាញដោយដៃដែលមានសរសៃសូត្រល្អណែនភ្លឺរលោងនិងប្រើពណ៌ធម្មជាតិ2ដំណើរការផលិតដែលគ្មានសារធាតុគីមី2ក្តាមថ្មកកុងក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាងមានសាច់ណែនស្វិតនិងរសជាតិផ្អែមឆ្ងាញ់ពិសេស3ស្វាយចន្ទីកំពង់ធំគ្រាប់ធំសាច់ពេញស្រួយក្លិនឈ្ងុយបានយូរនិងមានរសជាតិឈ្ងុយបែបបឺឬទឹកដោះគោដែលមានគុណភាពខ្ពស់4ស្វាយឧត្តមមានជ័យស្វាយមានសាច់ណែនស្រួយមានទឹកដមនិងរសជាតិជូរអែមឆ្ងាញ់អាចកែច្នៃបានច្រើនប្រភេទផលិតផលទាំងនេះត្រូវបានផលិតនិងប្រមូលផលនៅតំបន់ភូមិសាស្ត្រជាក់ស្ដែងដែលមានលក្ខខណ្ឌធម្មជាតិនិងបច្ចេកទេសផលិតជាក់លាក់បង្កើតមានអត្តសញ្ញាណនិងគុណភាពពិសេសមានសក្តានុពលក្នុងការទទួលស្គាល់និងការពារនៅលើទីផ្សារអន្តរជាតិសូមជម្រាបជូនថាតាមរយៈការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះនឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗរួមមានការការពារផ្លូវច្បាប់ទប់ស្កាត់ការក្លែងបន្លំនិងធានាប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រថែរក្សាវប្បធម៌និងប្រពៃណីរក្សាទុកចំណេះដឹងនិងវិធីសាស្ត្រផលិតតាមសហគមន៍លើកកម្ពស់ទេសចរនិងបរិស្ថានជំរុញទេសចរតាមតំបន់ផលិតនិងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិការបង្កើនតម្លៃទីផ្សារនិងនាំចេញបង្កើនតម្លៃផលិតផលនិងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិបង្កើនសក្តានុពលចុះបញ្ជីអន្តរជាតិជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ GI នៅក្រៅប្រទេសនិងការពារផលិតផលខ្មែរនៅលើទីផ្សារសកល